អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Bennett ស្នើឲ្យលោក Netanyahu ចុះចេញពីតំណែងអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវតែចុះចេញពីតំណែងតែមិនបាននិយាយថាតើលោកមានបំណងប្រជែងជាមួយលោក Netanyahu នៅក្នុងផែនការណាមួយនោះទេនេះបើតាមការចេញផ្សាយពីអ្នកសារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel 12 ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី28 ខែមិថុនាលោក Bennett បានលើកឡើងថាលោក Netanyahu បានកាន់អំណាចជាង20ឆ្នាំមកហើយពលគឺយូរពេកហើយលោកបានបន្តថាលោក Netanyahu គឺជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់នៅក្នុងសង្គមអ៊ីស្រាអែលបច្ចុប្បន្នហើយលោកក៏ត្រូវតែចុះចេញពីតំណែងគួរបញ្ជាក់ថាលោក Bennett ត្រូវបានគេសង្ស័យថាមានគម្រោងត្រឡប់ទៅកាន់ឆាកនយោបាយវិញគណៈអាស្ទង់មតិបានបង្ហាញថាលោកអាចនឹងទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីយកជ័យជំនះសារជាថ្មីលើលោក Netanyahu ក៏ប៉ុន្តែមិនទាន់មានគម្រោងពីការរៀបចំការផែនការនៅចុងឆ្នាំ2029នោះទេបើទោះបីជាអាណត្តិមុនគឺជារឿងធម្មតានៅក្នុងអ៊ីស្រាអែលក៏ដោយ